តឥឡូវមុនដំបូងយើងចាប់ផ្ដើមគូសបន្ទាត់ត្រង់ដេកអញ្ចឹងកូនមើលទាំងអស់គ្នាបន្ទាត់ត្រង់ដេកយើងទាញពីឆ្វេងទៅស្ដាំកូនទិញក្តារដែលមានកាឡាដូចនៅក្នុងវីដេអូអញ្ចឹងមកកូនទិញមកហើយកូនគូតាមកាឡាដែលគេគូសស្រាប់អញ្ចឹងមកណានេះគឺបន្ទាត់ត្រង់ដេកកូនឃើញទេបន្ទាត់ត្រង់ដេកចាបន្ទាត់ត្រង់ដេកគឺយើងគូនេះគូពីឆ្វេងមកស្ដាំអញ្ចឹងមកណាចាអាហ្នឹងគេហៅបន្ទាត់ត្រង់ដេកតោះឥឡូវចាប់ផ្ដើមគូទាំងអស់គ្នាមកកូនបន្ទាត់ត្រង់ដេកចាតោះឥឡូវយើងចាប់ផ្ដើមម្ដងទៀតណាបន្ទាត់ត្រង់ដេកតោះឥឡូវយើងចាប់ផ្ដើមគូម្ដងទៀតបន្ទាត់ត្រង់ដេកចានេះគេហៅថាបន្ទាត់ត្រង់ដេកអញ្ចឹងបន្ទាត់ត្រង់ដេកគឺយើងចាប់ផ្ដើមទាញពីឆ្វេងទៅស្ដាំណាយើងចាប់ផ្ដើមទាញពីឆ្វេងមកខាងស្ដាំនេះអញ្ចឹងអាហ្នឹងគេហៅថាបន្ទាត់ត្រង់ដេកចាតោះឥឡូវយើងចូលបន្ទាត់ត្រង់ឈរណាឥឡូវយើងគូសពីលើចុះក្រោមចាគូសតាមបន្ទាត់ដែលមាននៅលើក្តារហ្នឹងណាអានេះគេហៅថាបន្ទាត់ត្រង់ឈរចាបន្ទាត់ត្រង់ឈរណាអាហ្នឹងយើងគូពីលើចុះមកក្រោមតោះឥឡូវយើងគូបន្ទាត់ត្រង់ឈរមួយទៀតចាបន្ទាត់ត្រង់ឈរនេះគឺយើងគូពីក្រោមឡើងទៅលើវិញតោះឥឡូវកូនគូបន្ទាត់ត្រង់ឈរមួយទៀតមកហើយយើងទាញពីក្រោមឡើងទៅលើវិញណាតោះចានេះគេហៅថាបន្ទាត់ត្រង់ឈរយើងទាញពីក្រោមឡើងទៅលើណាបន្ទាត់កាច់យើងចានេះបន្ទាត់កាច់ផ្កាប់ណាបន្ទាត់កាច់ផ្កាប់ចាតោះឥឡូវយើងគូមួយទៀតបន្ទាត់កាច់ផ្ងាចាអានេះគេហៅថាបន្ទាត់កាច់ផ្ងាណាចាឥឡូវយើងគូភ្ជាប់បន្ទាត់កាច់ផ្កាប់ជាមួយនឹងបន្ទាត់កាច់ផ្ងាយើងគូភ្ជាប់វាបញ្ចូលគ្នាណាតោះចាតោះមួយទៀតចាឥឡូវយើងបានបន្ទាត់កាច់ណានេះយើងបានបន្ទាត់កាច់កូនបន្ទាត់កាច់នេះមានរាងដូចអីទៅចាគឺដូចសក់របស់អក្សរកកង្កែបរបស់យើងហ្នឹងណាគឺដូចសក់របស់អក្សរកអញ្ចឹងចាតោះឥឡូវកូនសាកគូមើលរៀនគូខ្លួនឯងនៅលើក្តារឈ្នួនដែលមាននៅនឹងផ្ទះមើលកូនចាបន្ទាត់កោងផ្ងាចាឃើញទេបន្ទាត់កោងផ្ងាចាបន្ទាត់កោងផ្កាប់ចាតោះនេះបន្ទាត់កោងផ្ងាចាទី1ចាទី1ចានេះទី2ចាបន្ទាត់កោងផ្ងាបន្ទាត់កោងផ្កាប់ចាឥឡូវយើងគូបន្ទាត់កោងផ្ងាចាបន្ទាប់មកយើងគូបន្ទាត់កោងផ្កាប់ចានេះនៅពេលដែលយើងគូបន្ទាត់កោងផ្ងាចាអានេះចលនាទី1ណាកូនចាចលនាទី1ចលនាទី2ចានេះចលនាទី3ចាតោះពេលដែលយើងគូបន្ទាត់កោងផ្ងាភ្ជាប់ជាមួយនឹងបន្ទាត់កោងផ្កាប់កូនបានបន្ទាត់មួយចាដែលមានរូបបែបនេះចាដូចជាខ្សែកោងបន្ទាត់ត្រង់ឈរបន្ទាត់ត្រង់ដេកតោះមកយើងបានបន្ទាត់ត្រង់ឈរចាអញ្ចឹងបន្ទាត់ត្រង់ឈរមាននេះយើងហៅមួយចលនាចានេះ2
2 ចលនាចាតោះនេះ3 ចលនាណាឥឡូវបន្ទាប់ពីយើងភ្ជាប់បន្ទាត់ត្រង់ឈរជាមួយនឹងបន្ទាត់ត្រង់ផ្ដេកហើយយើងបានបែបនេះឥឡូវយើងគូបន្ទាត់ត្រង់ឈរភ្ជាប់ជាមួយនឹងបន្ទាត់ត្រង់ដេកយើងគូផ្ងាវិញណាតោះអញ្ចឹងដំបូងយើងគូបន្ទាត់ត្រង់ឈរយើងគូពីលើចុះមកក្រោមណាយើងគូផ្ងាឡើងលើអញ្ចឹងយើងត្រូវទាញបន្ទាត់ពីលើចុះមកក្រោមចាតោះឥឡូវបន្ទាត់ត្រង់ដេកចាតោះមកយើងទាញពីក្រោមឡើងទៅលើវិញណាតោះយើងទាញនេះដូចសញ្ញាព្រួញណាកូនណាចានេះ1 2ចាអញ្ចឹងយើងបាន3 ចលនាដូចគ្នាចាតោះកូនមើលតនទេចាតោះឥឡូវកូនមើលយល់ទេពីរបៀបគូសបន្ទាត់បន្ទាប់ពីយើងគូសបន្ទាត់ហើយយើងចាប់ផ្ដើមរៀនអំពីព្យញ្ជនៈតោះឥឡូវយើងចេះគូសបន្ទាត់ទាំងអស់គ្នាហើយណាឥឡូវយើងរៀនគូសបន្ទាត់ចេះហើយយើងចាប់ផ្ដើមរៀនអំពីព្យញ្ជនៈម្ដង